បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទណាថ្ងៃនេះខ្ញុំមានព្រះ5ព្រះអង្គបាទទៅឆ្លាក់ហើយសាងពីឈើខ្មៅអានេះឈើហ្មងមិនផូស៊ីលេតទេបាទគឺឈើខ្មៅយើងសុទ្ធតែម្ដងបាទណាបាទຂະຫນាត់បតោងតូចណាដែលយើងស្រឡាញ់បាទអ្នកខ្លះចង់យកទៅស្រោបផ្លាស្ទិកក៏បាន បាទចង់ធ្វើជាកូនបតោងពាក់ក៏បានណាហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំឆ្លាក់បាន5ព្រះអង្គនេះក៏ខ្ញុំបញ្ចុះតម្លៃដែរអញ្ចឹងតម្លៃសែនធូរតែម្ដង បាទខ្ញុំជាឲ្យធូរបាទសម្រាប់អស់លោកដែលស្រឡាញ់នៅឈើខ្មៅលោកថាដាក់នៅលើផ្ទះការពារនៅមុនខ្មៅឬក៏អមនុស្សបាទប៉ុនប៉ងយើយីអញ្ចឹងទៅបីយើងឆ្លាក់មិនឆ្លាក់ក៏ដែរឲ្យតែមានឈើខ្មៅទុកនៅលើអាសនៈលើផ្ទះបាទគឺបណ្ដេញនៅឧបទ្រពចង្រៃណាឧបទ្រពចង្រៃចេញផ្ទះបាទណាហើយយើងសាងព្រះអង្គសមាធិទៀតបាទមាន5តួមានតួអង្គអីខ្លះទេបាទនេះព្រះអង្គប្រទានពរមកព្រះអង្គបាទព្រះអង្គសមាធិបាទព្រះអង្គសមាធិបាទព្រះអង្គសមាធិបាទ3ព្រះអង្គហ៎បាទនេះតួអង្គឈ្នះមីណាសមាធិ3អង្គប្រទានពរ1អង្គហើយនឹងឈ្នះមី1អង្គអញ្ចឹងខ្ញុំជាវ1អង្គបាទ70000បាទព្រីសវ៉ាដឹកណាបាទ1អង្គ70000បាទគេឈ្នួលឆ្លាក់ហ្នឹងចង់រួចខ្លួនផងបាទនៅថ្លៃឈើទៀតបាទអញ្ចឹងណាអញ្ចឹងខ្ញុំជាវ1អង្គ70000បាទបើយក2អង្គ100,000អញ្ចឹងណាខ្ញុំជាវបាទចែកជូនដល់លោកដែលឆ្លាញ់នៅឈើខ្មៅ1អង្គ70000យក2អង្គ50000ព្រីសវ៉ាដឹកបាទណាហើយល្ងាចហ្នឹងក៏ខ្ញុំធ្វើកិច្ចដាស់ប្រសិទ្ធិនៅល្ងាចនេះឯងបាទអស់លោកណាឆ្លាញ់នៅឈើខ្មៅណាណៃការពារនៅអំពើអំព័ន្ធខ្មោចព្រាយឬគេហៅថាដាក់នៅផ្ទះបណ្ដេញនៅឧបទ្រពចង្រៃចេញពីផ្ទះបាទក៏ឈើខ្មៅក៏យើងយកមកទុកឲ្យតែឈើខ្មៅបាទណាយកមកទុកនៅផ្ទះនៅលើអាសនៈទៅនៅលើហឹងអីទៅបាទហើយយើងឆ្លាក់ជាព្រះអង្គចេះហើយល្អយើងដាក់តាមខ្លួនបានណាហ្នឹងហើយបាទចាស់ពីដើមចូលចិត្តធ្វើកូនក្រក់ឬក៏ជាអឋានយីឈ្មោលអញ្ចឹងណាបាទហ្នឹងបកាយស័ក្តិសិទ្ធិឈើខ្មៅបាទអញ្ចឹងខ្ញុំជាវ1អង្គ70000ព្រីសវ៉ាដឹកបាទចុះតម្លៃដល់ខែ12នេះបាទណាពេញមួយខែ12នេះ1អង្គ70000ព្រីសវ៉ាដឹកនៅណាក៏ដោយបាទណា2អង្គ100,000ណា2អង្គ100,000ហើយនេះចែកជាវចែកជូនដល់អស់លោកមានបនិស្ស័យដែលអត់មានបច្ច័យណាបាទតួអង្គចេះអីហ្នឹងហើយមានតែ1អង្គ50រៀលឡើងលើណា50រៀលឡើងលើអញ្ចឹងថ្លៃបាទណានេះគុជកឌីព្រះអង្គបិទមុខហ្នឹងហើយគុជកឌីខាងស្នេហ៍មកតាមមហានិយមអញ្ចឹងទៅរកស៊ីការពារអញ្ចឹងទៅបាទព្រះអង្គភិក្ខនេតជាព្រះនាំមកនៅក្តីសម្រេចក្តីប្រាថ្នារបស់យើងប្រាថ្នាអីបាននឹងអញ្ចឹងណាប៉ុន្តែតែយើងសាសនាព្រាហ្មណ៍គេឲ្យយើងបូជាហ្នឹងបានន័យថាមានគ្រឿងផ្កានំនេចេកអាំងទៅគ្រឿងដង្វាយអញ្ចឹងទៅព្រះពុទ្ធសមាធិអ្នកប្រក់ពុទ្ធអ្នកមហាអំណាចអ្នកនៅអំងនៅជាទឹកជាខ្យល់អញ្ចឹងទៅភ្លៀងខ្យល់ព្យុះអីចឹងទៅណាបាទព្រះសមាធិនៅភាពស្ងប់ស្ងាត់ជ្រុំច្រើនបាទហើយចឹងយើងគ្រប់ខាងណាក៏បានដែរបាទណាសាងអំពីគុជកឌីឆ្លាញ់ពេញចិត្តអាចចែកជាវបានហើយនេះគេហៅថាក្លឹមវ័រក្លូតបាទណាក្លឹមវ័រក្លូតបាទសល់តែ1អង្គទេគេដំណើរតាំងពីសល់តែព្រះសង្ឃមកណាឆ្លាក់តាំងពីព្រះសង្ឃមកឥឡូវសល់តែ1អង្គឯងបាទម្សិលមិញហ្នឹងមកពីវៀតណាមជាវទៅ1អង្គបាត់ទៅណាមកពីវៀតណាមខ្មែរយើងធ្វើការនៅខាងព្រំដែនវៀតណាមហ្នឹងគាត់ជាវទៅ1អង្គគាត់ថាខាងហ្នឹងសបោគេលេងមុនខ្មៅបាទណាហ្នឹងហើយ
ក្លឹមវក្លូតការពីអំពើអំពន់គ្រប់ប្រភេទមុនខ្មៅគ្រប់ប្រភេទគឺថាវត្ថុឯណារស់ស្វិតបាទវត្ថុណាស្វិតប្រកែកងកផាន់មិនស្មើនឹងវក្លូតទេណាយើងនិយាយតាមចាស់បុរាណទី3គឺរបូតរឿងរ៉ាវទាំងឡាយនោះលសាយរបូតក្លូតទៅបាត់ទៅទី4នោះខាងមហាអំណាចអញ្ចឹងណាអត់ចាញ់ស្រាបគេតណាតណីអញ្ចឹងទៅបាទណានឹងយើងនិយាយតាមចាស់បុរាណហើយពីអង្គនេះជាព្រះអង្គសាងពីស្នែងក្របីឃ្លីកណានេះស្នែងក្របីឃ្លីកមានពណ៌អញ្ចឹងនេះពណ៌ឃ្លីកសុទ្ធអញ្ចឹងទៅបាទណាព្រះអង្គសមាធិគង់លើបលាំងពេជ្រញោមស្រស់មើលទៅបាទដូចជាព្រះអង្គពិតអញ្ចឹងនេះសល់តាំងពីនៅខ្ញុំជាប្រសង់មកម្លេះតាមដានមើលទៅឃើញខ្ញុំមិនចេះនិយាយទេបាទណាចឹងកាន់ភាសាជាមួយខ្ញុំហ្នឹងបានតិចក៏មកភាសា2ភាសាដែរតួអង្គនេះអីនោះបាទណាប្រពុតឈ្នះមា4ទិសបាទមិនងាយរកទេណាយើងអាចបញ្ចុះក្នុងនេះក៏បានដែរបាទស្រឡាញ់ពេញចិត្តអាចចែកជាបានបាទណាបាទដែលខ្ញុំផុសនេះគឺផុសសម្រាប់ព្រះអង្គពេញចិត្តនៅជាមួយអស់លោកណាឬអស់លោកណាមានបនិស្ស័យស្រឡាញ់នៅវត្ថុរបស់ខ្ញុំកណាបារមីឈ្នះមីណានឹងឆែករបស់ខ្ញុំអញ្ចឹងអស់លោកណាបានមើល YouTube ខ្ញុំហើយបានឃើញនៅព្រះអង្គ5ព្រះអង្គសាងពីឈើខ្មៅពុជកឌីវល់ខ្លួននេះសូមឲ្យអស់លោកនោះមានសេរីសុខស្ដីឈ្នះអស់មានសត្រូវប្រាថ្នានៅលៀបណាសម្បត្តិណានោះក៏សូមបានសម្រេចដោយសេចក្តីប្រាថ្នាសាធុសាធុបាទបាញ់ទឹកអប់មួយសិនហើយក៏អូបបាទពឹងបាទមានលេបមានជ័យ